ប្រវត្តិដ៏សោកសៅនៅពីក្រោយរឿងម៉ាសានិងខ្លាឃ្មុំតើអ្នកដឹងទេថារឿងរ៉ាវរបស់ម៉ាសាត្រូវបានបង្កើតឡើងដោយសារតែមានក្មេងស្រីម្នាក់បានបាត់បង់ជីវិតដោយសារសត្វខ្លាឃ្មុំទោះបីជាវាជាខ្សែភាពយន្តគំនូរជីវចលដ៏ពេញនិយមបំផុតមួយសម្រាប់កុមារប៉ុន្តែម៉ាសានិងខ្លាឃ្មុំមានប្រវត្តិរឿងរ៉ាវដ៏គួរឲ្យតក់ស្លុតមួយទោះបីជាសម្រាប់មនុស្សពេញវ័យក៏ដោយដើម្បីយល់ពីរឿងរ៉ាវដ៏គួរឲ្យខ្លាចនេះយើងត្រូវប្រៀបធៀបកំណែទាំង3នៃរឿងម៉ាសានិងខ្លាឃ្មុំមួយកំណែខ្សែភាពយន្តគំនូរជីវចល The Animated Series នៅក្នុងគំនូរជីវចលបង្ហាញពីក្មេងស្រីអាយុ4ឆ្នាំម្នាក់ដែលរស់នៅម្នាក់ឯងយ៉ាងសប្បាយរីករាយនៅក្នុងព្រៃប្រទេសរុស្ស៊ីនាងជាក្មេងមានថាមពលខ្លាំងនិងចូលចិត្តលេងរហូតធ្វើឲ្យសត្វដទៃភ័យខ្លាចនិងរត់គេចខ្លួនថ្ងៃមួយនាងបានរកឃើញផ្ទះរបស់ខ្លាឃ្មុំមួយក្បាលដែលជាអតីតខ្លាឃ្មុំសម្ដែងសៀកដ៏ឆ្លាតវៃទោះបីជាដំបូងឡើយខ្លាឃ្មុំព្យាយាមដេញនាងចេញប៉ុន្តែចុងក្រោយពួកគេក៏បានក្លាយជាមិត្តភក្តិនឹងគ្នាហើយបង្កើតការផ្សងព្រេងរួមគ្នាយ៉ាងរីករាយវាហាក់ដូចជារឿងរ៉ាវដ៏សាមញ្ញនិងសមស្របសម្រាប់ក្រុមគ្រួសារមែនទេកំណែរឿងព្រេងនិទានរុស្ស៊ី The Russian Folklore នៅក្នុងរឿងព្រេងនិទានដើមរបស់រុស្ស៊ីម៉ាសាគឺជាក្មេងស្រីតូចម្នាក់រស់នៅជាមួយជីដូនជីតាថ្ងៃមួយនាងបានសុំការអនុញ្ញាតទៅដើរលេងក្នុងព្រៃជាមួយមិត្តភក្តិដើម្បីបេះផ្លែឈើនិងផ្សិតជីតាបានព្រមាននាងឲ្យប្រយ័ត្នខ្លាឃ្មុំសាហាវនិងកុំឲ្យដើរដាច់ពីក្រុមជាអកុសលម៉ាសាបានមកវែងផ្លូវហើយបានដើរទៅដល់ផ្ទះខ្លាឃ្មុំមួយខ្លាឃ្មុំនោះបានចាប់នាងធ្វើជាចំណាប់ខ្មាំងហើយបង្ខំឲ្យនាងធ្វើការផ្ទះនិងរកចំណីឲ្យវាជារៀងរាល់ថ្ងៃបើមិនដូច្នោះទេវានឹងសម្លាប់នាងដើម្បីគេចខ្លួនម៉ាសាបានធ្វើនំ Strawberry រួចប្រាប់ខ្លាឃ្មុំថានាងចង់ផ្ញើនំទាំងនេះទៅឲ្យជីដូនជីតានាងបានប្រាប់ខ្លាឃ្មុំថានាងនឹងឡើងទៅលើដើមឈើខ្ពស់ដើម្បីចាំមើលថាតើវាលួចស៊ីនំឬអត់ប៉ុន្តែតាមពិតនាងបានលួចលាក់ខ្លួននៅក្នុងកន្ត្រកនំនោះខ្លាឃ្មុំបានស្ពាយកន្ត្រកនោះទៅកាន់ភូមិពេលទៅដល់ភូមិហ្វូងឆ្កែបានដេញខាំខ្លាឃ្មុំរីឯម៉ាសាក៏បានចេញពីកន្ត្រកត្រឡប់ទៅរកជីដូនជីតាវិញដោយសុវត្ថិរឿងព្រេងនេះត្រូវបានបង្កើតឡើងដើម្បីព្រមានកុមារអំពីគ្រោះថ្នាក់នៃសត្វខ្លាឃ្មុំនៅក្នុងប្រទេសរុស្ស៊ី3រឿងរ៉ាវពិតដ៏សោកសៅក្នុងឆ្នាំ1820 The Real Story រឿងរ៉ាវពិតបានកើតឡើងនៅក្នុងឆ្នាំ1820នៅក្នុងភូមិតូចមួយនៃប្រទេសរុស្ស៊ីក្មេងស្រីតូចម្នាក់ឈ្មោះម៉ាសាមានការចាប់អារម្មណ៍និងចូលចិត្តសត្វខ្លាឃ្មុំខ្លាំងណាស់នៅពេលដែលមានក្រុមសម្ដែងសៀកមួយបានមកដល់ភូមិនាងបានសុំឪពុកម្ដាយទៅមើលប៉ុន្តែនៅក្នុងការសម្ដែងនាថ្ងៃនោះមិនមានខ្លាឃ្មុំឡើយដែលធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំងខណៈពេលដែលឪពុកម្ដាយរបស់នាងកំពុងភ្លេចខ្លួនក្មេងស្រីអាយុ4ឆ្នាំរូបនេះបានលួចទៅកាន់កន្លែងទុកសត្វសៀកដោយភាពក្មេងខ្ចីនិងគិតថាខ្លាឃ្មុំព្រៃនោះដូចជាតុក្កតាឬសត្វចិញ្ចឹមនាងបានរកឃើញសោរួចបើកទ្វារទ្រង់ខ្លាឃ្មុំភ្លាមនោះសត្វខ្លាឃ្មុំសាហាវបានស្ទុះចេញមកវាយប្រហារនិងខំឲ្យរូបនាងជាបំណែកយ៉ាងសាហាវទម្រាំតែបុគ្គលិកសៀកឮសំឡេងស្រែកហើយរត់ទៅជួយគឺហួសពេលទៅហើយការផ្សារភ្ជាប់ទៅនឹងគំនូរជីវចលរឿងរ៉ាវដ៏សោកសៅនេះត្រូវបានគេនិយាយតៗគ្នានិងបានក្លាយជាប្រភពនៃការបង្កើតរឿងព្រេងនិទានរហូតដល់ក្លាយជាខ្សែភាពយន្តគំនូរជីវចលម៉ាសានិងខ្លាឃ្មុំនាពេលបច្ចុប្បន្ននៅក្នុងគំនូរជីវចលផ្ទះរបស់ខ្លាឃ្មុំមានតាំងបង្ហាញនូវពានរង្វាន់និងមេដាយសម្ដែងសៀកជាច្រើនដែលនេះជាការបញ្ជាក់និងរំលឹកអំពីប្រភពដើមនៃរឿងរ៉ាវសៀកដ៏សោកសៅមួយនេះ